ប្រដាប់រំលាយអាហាររបស់មនុស្សក្នុងវីដេអូនេះយើងនឹងផ្ដោតទៅលើទី1រូបគុំប្រដាប់រំលាយអាហារទី2មុខងារសំខាន់នៃប្រដាប់រំលាយអាហារ1រូបគុំប្រដាប់រំលាយអាហាររូបគុំប្រដាប់រំលាយអាហាររបស់មនុស្សរួមមានបំពង់រំលាយអាហារនិងសរីរាង្គឧបសម្ព័ន្ធបំពង់រំលាយអាហារគឺជាសរីរាង្គសាច់ដុំបំពង់ចាប់ពីមាត់រហូតដល់ទ្វារធំបំពង់រំលាយអាហាររួមមានមាត់ដើមកបំពង់អាហារក្រពះពោះវៀនតូចពោះវៀនធំនិងទ្វារធំក្នុងដំណើរការរំលាយអាហារត្រូវបានបញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀតជាបន្តបន្ទាប់ឆ្លងកាត់ក្នុងបំពង់រំលាយអាហារទន្ទឹមនឹងនោះគឺមានការបំបែកអាហារតាមបែបមេកានិកនិងបែបគីមីដោយមានការចូលរួមពីសរីរាង្គឧបសម្ព័ន្ធសរីរាង្គឧបសម្ព័ន្ធជាសរីរាង្គទីតីពីបំពង់រំលាយអាហារហើយចូលរួមក្នុងដំណើរការរំលាយអាហារសរីរាង្គឧបសម្ព័ន្ធរួមមានធ្មេញអណ្ដាតនិងក្រពេញទឹកមាត់ដែលសរីរាង្គទាំងនេះគឺជាសរីរាង្គឧបសម្ព័ន្ធរបស់មាត់ថ្លើមថង់ទឹកប្រមាត់និងលំពែងគឺជាសរីរាង្គឧបសម្ព័ន្ធរបស់ពោះវៀនតូច2មុខងារសំខាន់នៃប្រដាប់រំលាយអាហារប្រដាប់រំលាយអាហាររបស់មនុស្សមានមុខងារសំខាន់មួយចំនួនដូចជាការបញ្ចូលអាហារគឺជាការដាក់អាហាររឹងឬក៏រាវចូលទៅក្នុងមាត់ដំណើរការនៃការបំបែកអាហារចាប់ផ្ដើមតាំងពីអាហារត្រូវបានដាក់បញ្ចូលទៅក្នុងមាត់មុខងារទំពាអាហារតាមរយៈអំពើមេកានិករបស់ធ្មេញដែលខំទំពាបំបែកអាហារធំឲ្យទៅជាដុំតូចងាយស្រួលដល់ការបំបែកអាហារតាមបែបគីមីមុខងារបញ្ជូនអាហារប្រដាប់រំលាយអាហារបម្លាស់ទីអាហារនៅក្នុងបំពង់រំលាយអាហារដោយប្រព្រឹត្តទៅតាមលំនាំមួយចំនួនដូចជាការលេបអាហារចលនា peristalsis និងចលនាកន្ត្រាក់ធំនៃពោះវៀនធំការលេបអាហារគឺដុំអាហារនៅក្នុងមាត់ត្រូវបានលេបធ្វើឲ្យអាហារធ្លាក់ពីដើមកចូលទៅក្នុងបំពង់អាហារចលនា peristalsis ឬចលនាច្របាច់ទៅមុខគឺសាច់ដុំបំពង់រំលាយអាហារដូចជាសាច់ដុំបំពង់អាហារសាច់ដុំពោះវៀនតូចនិងសាច់ដុំពោះវៀនធំរលាពីមុខដុំអាហារហើយកន្ត្រាក់នៅពីក្រោយដុំអាហាររុញដុំអាហារឲ្យទៅមុខតាមបណ្ដោយក្នុងបំពង់រំលាយអាហារចលនាកន្ត្រាក់ធំនៃពោះវៀនធំជាការកន្ត្រាក់រុញអាហារមិនរលាយរូបធាតុផ្សេងពីក្នុងពោះវៀនធំទៅកាន់ចុងពោះវៀនហើយស្តុកទុកបណ្ដោះអាសន្នក្នុងទម្រង់ជាលាមកមុខងារកន្ត្រាក់ច្របាច់ច្បល់គឺជាការកន្ត្រាក់អង្រួនច្របល់អាហារជាមួយរសរំលាយអាហារដូចជាការកន្ត្រាក់អង្រួនច្របល់ជាមួយរសក្រពះនៅក្នុងក្រពះនិងចលនាកន្ត្រាក់ជាកង់នៅក្នុងពោះវៀនតូចច្របល់អាហារជាមួយរសពោះវៀនតូចលាយជាមួយទឹកប្រមាត់និងរសលំពែងមុខងារបញ្ចេញរសរំលាយអាហារគឺជាសារធាតុដែលបញ្ចេញដោយក្រពេញរំលាយអាហារឬកោសិកាដែលមានមុខងារបញ្ចេញនៅក្នុងរសរំលាយអាហារផ្ទុកនៅសារធាតុមួយចំនួនដូចជាជាតិរំអិលអង់ស៊ីមរំលាយជាតិអាស៊ីតនិងទឹកជាដើមជាតិរំអិលជួយការពារផ្ទៃភ្នាសនៃបំពង់រំលាយអាហារធ្វើឲ្យអាហារមានភាពរអិលងាយស្រួលលេបនិងបញ្ជូនអង់ស៊ីមរំលាយអាហារបំបែកអាហារតាមបែបគីមីធ្វើឲ្យម៉ូលេគុលធំនៃអាហារคล้ายទៅជាម៉ូលេគុលតូចនិងងាយដែលកោសិកាអាចស្រូបយកបានជាតិអាស៊ីតបង្អាក់ការលូតលាស់របស់មីក្រូសារពាង្គកាយជាពិសេសបាក់តេរីបំផ្លែងអង់ស៊ីមអសកម្មឲ្យទៅជាអង់ស៊ីមសកម្មផ្ដល់មជ្ឈដ្ឋានដែលជួយដល់សម្រូបសារធាតុចិញ្ចឹមជាតិទឹកជួយផ្សើមនិងបន្ទន់អាហារសម្រួលដល់ការបំបែកអាហារការបញ្ជូននិងសម្រូបអាហារមុខងាររំលាយអាហារប្រដាប់រំលាយអាហារបំបែកម៉ូលេគុលអាហារធំឲ្យទៅជាម៉ូលេគុលតូចដែលកោសិកាអាចស្រូបយកបានការរំលាយអាហារប្រព្រឹត្តទៅតាមបែបមេកានិកនិងបែបគីមីការរំលាយអាហារបែបមេកានិកតាមរយៈការទំពានិងចលនាកន្ត្រាក់
កិនច្របល់អាហារនៃសាច់ដុំបំពង់រំលាយអាហារការរំលាយអាហារបែបគីមីក្រោមអំពើរបស់អង់ស៊ីមរំលាយអាហារដែលបញ្ចេញដោយក្រពេញរំលាយអាហារមុខងារសម្រូបអាហារសម្រូបអាហារគឺជាលំនាំដែលសារធាតុចិញ្ចឹមត្រូវបាននាំចេញពីក្នុងបំពង់រំលាយអាហារចូលទៅក្នុងប្រព័ន្ធរបត់ឈាមឬប្រព័ន្ធទឹករងាសម្រូបអាហារអាចប្រព្រឹត្តទៅតាមរបៀបផ្សេងៗដូចជាបនសាយសម្រួលដំណឹកនាំសកម្មសហដំណឹកនាំឬអង់ដូស៊ីតូសអាស្រ័យទៅនឹងប្រភេទម៉ូលេគុលអាហារដែលត្រូវសម្រូបចូលមុខងារបញ្ចេញចោលជាការបំបត្តិចោលនូវកាកសំណល់សារធាតុមិនរលាយនិងជាតិពុលចេញពីសារពាង្គកាយអាហារមិនរលាយផ្ដុំជាលាមកនៅក្នុងចុងពោះវៀនហើយត្រូវបានបញ្ចេញចោលមកក្រៅតាមទ្វារធំតាមលំនាំមួយហៅថាការបន្ទោបង់ឧច្ចរៈ